តោះបងប្អូនអ្នកគ្នាវីដេអូនេះយើងមករៀនធ្វើវីដេអូ AI ជាបន្តទៀតជាមួយនឹងខ្ញុំណាបាទអញ្ចឹងខ្ញុំបង្ហាញនៅ website មួយបាទវា website ដដែលទេគឺបងប្អូនវាយមក Google បាទ AI Studio website មួយហ្នឹងអញ្ចឹងបងប្អូនចុចបាទ website Google AI Studio នៅម្ដងទៀតទៅនឹង website មួយហ្នឹងបាទខ្ញុំបង្ហាញពីរបៀបនៃការបង្កើតជាវីដេអូសម្រាប់ website មួយហ្នឹងក៏មានជាការបង្កើតជារូបភាព AI ដែរណាបងប្អូនទាំងគ្នាណាអូខេអញ្ចឹងបន្តមកបងប្អូនចុចកន្លែងនេះមកនេះកន្លែងសញ្ញាគេហៅថារូបវីដេអូណាអញ្ចឹងកន្លែងនេះវាមានដាក់ពាក្យថា image បាទVO កន្លែង VO ហ្នឹងគឺយើងអាចវាយ from បាទបង្កើតជាសាច់រឿងវីដេអូតែទៅ image នេះបងប្អូនទាំងគ្នាចុចតាមខ្ញុំមកអូខេចឹងបងប្អូនអាចបង្កើតជារូបភាពក៏បានដែររូបភាពបងប្អូនចង់យកទៅធ្វើ thumbnail ឬក៏ផុសទៅលើបាទបណ្ដាញសង្គមអីណាជារូបភាព AI ដែលយើងអាចសរសេរ from ទៅវាបង្កើតជារូបភាពបានហើយអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមានកម្មវិធីមួយទៀតដើម្បីជំនួយគឺបាទ Google Translate បាទអញ្ចឹងខ្ញុំឲ្យ Translate ជួយបកប្រែឲ្យខ្ញុំណាអូខេអញ្ចឹងខ្ញុំចង់បង្កើតជារូបភាពដែលក្មេងប្រុសបាទ2នាក់ដើរចាប់ខ្យងនៅបាទកន្លែងស្រែចម្ការអញ្ចឹងណាអូខេបងប្អូនអញ្ចឹងខ្ញុំសរសេរ from បែបនេះបាទក្មេងប្រុសខ្មែរ2នាក់ដើរចាប់ខ្យងនៅស្រែអញ្ចឹងខ្ញុំឲ្យ Google Translate វាបកប្រែជាភាសាអង់គ្លេសឲ្យខ្ញុំហើយអញ្ចឹងខ្ញុំ copy បាទ from មួយហ្នឹងយកទៅផាសនៅកន្លែងបាទ website AI តែម្ដងហើយកន្លែងនេះខ្ញុំធ្វើការបាទផាសចូលហើយបន្តមកខ្ញុំចុចយកពាក្យថា run អូខេចឹងយើងរងចាំបន្តិចបងប្អូនអាចធ្វើការបដូរទំហំបានណាទំហំមួយណាដែលបងប្អូនចង់បានបងប្អូនអាចជ្រើសរើសបាននេះមានទំហំ1 គុណនឹង 1បាទទំហំប្រភេទទំហំប្រឈោផ្ដេកអីបងប្អូនអាចធ្វើការជ្រើសរើសបាននេះបងប្អូនរូបភាពដែលយើងទទួលបាននេះឃើញទេបាទគឺលយមែនទេបងប្អូនដែរហេអញ្ចឹងទៅនឹង website Google AI បាទ Studio នេះគឺយើងបង្កើតជារូបភាពក៏បានយើងបាទឲ្យវាបង្កើតជាវីដេអូក៏បានដែរអញ្ចឹងណាអញ្ចឹងខ្ញុំប្រើ from នៅដដែលប៉ុន្តែខ្ញុំឲ្យបង្កើតជាវីដេអូវិញណាអូខេអញ្ចឹងខ្ញុំចុចកន្លែងនេះហើយបន្តមកទៀតខ្ញុំចុចយកពាក្យថា VO បាទកន្លែងនេះហើយខ្ញុំ pass from នៅដដែលដើម្បីឲ្យវា generate ទៅជាវីដេអូវិញណាហើយបន្តមកទៀតខ្ញុំជ្រើសរើសយកទំហំផ្ដេកបាទហើយខ្ញុំចុចយកពាក្យថា run ចឹងយើងចាំមើលបាទលទ្ធផលទាំងអស់គ្នាណាតើវា generate បង្កើតជាវីដេអូបែបម៉េចឲ្យខ្ញុំណាអូខេបងប្អូនបាទនេះលទ្ធផលដែលយើងទទួលបានណាហ្នឹងហើយនេះបងប្អូននេះវីដេអូឥឡូវយើង play មើលវ៉ាវបាទអេមែនតើបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចង់បានវីដេអូហ្នឹងបាទចុចកន្លែងសញ្ញា download នេះមកអូខេអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់បានណាបាទពិតជាអេមែនតើបងប្អូនហើយអញ្ចឹងបងប្អូនអាចទៅសេមកបាទចេះបង្កើតជា from បង្កើតជាសាច់រឿងហើយវាបាទយក from ទាំងអស់ដែលបងប្អូនសរសេរហ្នឹងបាទទៅតាមអ្វីដែលបងប្អូនចង់បានហ្នឹងបាទយកមកបាទ copy paste នៅក្នុង website Google AI បាទ Studio នឹងតែម្ដងទៅគឺវាបង្កើតឲ្យយើងបានណាបងប្អូនណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំចូលមកកាន់ Google Translate ម្ដងទៀតហើយខ្ញុំនឹងបង្កើតរឿងថ្មីមួយទៀតអញ្ចឹងណាខ្ញុំបង្កើតផ្សេងទៀតបាទខ្ញុំឲ្យGoogle Translate បកប្រែខ្ញុំនារីខ្មែរស្រស់ស្អាតម្នាក់កំពុងតែច្រូតស្រូវអូខេអញ្ចឹងខ្ញុំយកបាទអក្សរដែល Google Translate បកប្រែបាទបែបនេះហើយខ្ញុំ copy អូខេហើយខ្ញុំចូលមកកាន់បាទ
website AI វិញហើយបន្តមកទៀតខ្ញុំមកធ្វើការលុប from ចាស់នេះចេញបាទហើយខ្ញុំធ្វើការ copy paste នៅ from ថ្មីអូខេចឹងយើងធ្វើនៅលើទូរស័ព្ទដៃក៏បានដែរមិនបាក់អីទេបងប្អូនបាទទាក់ទងនឹងការបង្កើតជាវីដេអូ AI ណាមិនបាច់តតែមានកុំព្យូទ័រទេខ្ញុំធ្វើនេះគឺធ្វើនៅលើទូរស័ព្ទដៃបងប្អូនដូចខ្ញុំបង្ហាញអញ្ចឹងណាហើយបន្តមកទៀតខ្ញុំចុចយកពាក្យថា run ចឹងយើងរងចាំវាតើវាបាទបង្ហាញនៅបែបម៉េចដែលខ្ញុំសរសេរ from ទាក់ទងនឹង binary ខ្មែរសរសើរម្នាក់កំពុងតែបាទច្រូតស្រូវអញ្ចឹងណាបាទចឹងយើងចាំមើលបាទលទ្ធផលបងប្អូនអូខេបាទឥឡូវវា generate បានជាវីដេអូបងប្អូនណាខ្ញុំសូមធ្វើការ zoom ឲ្យបងប្អូនមើលបន្តិចនេះពង្រាយបងប្អូនមើលណាអូខេហើយខ្ញុំធ្វើការ play វីដេអូនេះបងប្អូនបាទអស់តោះតែម្ដងបាទវាធ្វើបានល្អមែនទែនបងប្អូនហើយបាទមិនសរសើរមិនបានណាបាទទាក់ទងនឹង website បាទបង្កើត AI មួយនេះណាអូខេអញ្ចឹងបងប្អូនបាទចង់បានវីដេអូមួយនឹងជួយទៅប្រើប្រាស់បងប្អូនជួយតែសញ្ញា download នេះមកបាទសញ្ញាព្រួយ download នេះទៅបានហើយបងប្អូនណាអូខេអញ្ចឹងខ្ញុំចូលមកកាន់ gallery ណាដើម្បីចូលមកមើលវីដេអូរបស់យើងតែម្ដងណានេះបងប្អូនបាទវាលក្ខណៈវា generate បាទរូបភាពវាច្បាស់តែម្ដងលក្ខណៈបាទfull HD បងប្អូនណាហ្នឹងហើយគេលយមែនទែនបាទវាលយជាងកាមេរ៉ាទូរស័ព្ទដែលយើងថតទៀតបាទឬក៏កាមេរ៉ាបែបលក្ខណៈ quality បាទថ្លៃអញ្ចឹងណាដែលវាបង្កើតរូបភាពឲ្យយើងបងប្អូនណាហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងយើងប្រើប្រាស់ទូរស័ព្ទក៏អាចផលិតជាវីដេអូ AI បានដែរបងប្អូនណាបាទជាងអត់ពិបាកទេបងប្អូនដែលចូលចិត្តបាទចង់រលុយតាមលក្ខណៈ short អូខេបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំបង្ហាញបងប្អូនតែប៉ុណ្្នឹងទេពីរបៀបនៃការបង្កើតរូបភាពឬក៏វីដេអូបាទ AI តាមរយៈកម្មវិធី Google AI បាទ Studio គឺមានតែប៉ុណ្្នឹងបងប្អូនណាចឹងមានអ្វីដែលថ្មីបាទខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនបាទជាបន្តទៀតចឹងណាហើយសង្ឃឹមថាបងប្អូននឹងពេញចិត្តវីដេអូរបស់ខ្ញុំមួយនេះហើយកុំភ្លេចបាទ follow page ឬក៏ subscribe channel YouTube របស់ខ្ញុំម្នាក់មួយនៅទូបានវីដេអូបាទគន្លឹះថ្មីក្នុងការបង្កើតបាទវីដេអូ AI ហើយខ្ញុំនឹងបង្កើតម្លេចពីរបៀបនៃការរកលុយផ្សេងៗទាក់ទងនឹងតាម social media ចឹងបងប្អូនអ្នកគ្នាណាអរគុណប្រៀបលាជួបគ្នានៅវីដេអូក្រោយបាយបាយ